ថ្ងៃនេះខ្ញុំនឹងនិយាយភាគ2តពីភាគមុនដែលត្រូវខ្មោចចូលថ្ងៃនេះខ្ញុំនិយាយពីបងប្រុសខ្ញុំផ្ទាល់ដែលគាត់ត្រូវខ្មោចចូលមានយកមួយគាត់សម្រាលសុកសម្រាកសុកអីអញ្ចឹងទៅក៏ស្រាប់ដែរខ្មោចចូលគាត់ហើយខ្មោចនឹងចូលបងប្អូនអ្នកគ្នាមិនដឹងអត់មែនដូចសាមុនណាសាមុនរៀងរបៀបថាឲ្យគម្រាមកាច់ឬក៏ឲ្យអញ្ចេះអញ្ចោះទៅប៉ុន្តែស្រាប់បងប្រុសខ្ញុំដែលត្រូវខ្មោចចូលហ្នឹងណាគឺរត់ទៅចងករត់ទៅសម្លាប់ខ្លួនហ្មងរបៀបអញ្ចឹងតែពេលហើយក៏បានស៊ូគាត់បងឯងកើតអីគេស៊ូហើយក៏ខ្មោចហ្នឹងវានិយាយថាអញ្ចឹងពេលហ្នឹងខ្ញុំអត់ដឹងតែខ្មោចចូលទេសុកខ្មោចចូលហើយក៏ខ្ញុំហ្នឹងភ័យពេកអ្នកផ្ទះខ្ញុំភ័យពេកដល់អ្នកផ្អើលប្រហែលជាយប់ដែរហើយក៏ហៅអ្នកភូមិហៅគ្រូហៅអាចារ្យអីមកថាបងខ្ញុំដឹងកើតអីគេសុករត់ទៅសម្លាប់ខ្លួនសុកនិយាយថាចេះខ្មោចហ្នឹងគេនិយាយថាចេះអញនឹងយកវាទៅអញនឹងសម្លាប់ខ្លួនព្រោះអាហ្នឹងវាឆ្លើយរហងៃវាឆ្លើយវាផ្កើនជាមួយអញណាអញអត់ទុកវាទៀតទេអញនឹងយកវាទៅនៅជាមួយអញនឹងឲ្យវាចងកឲ្យស្លាប់ឲ្យវាសម្លាប់ខ្លួនព្រោះសំដីវានិយាយជាមួយអញរងថ្ងៃគឺវាឆ្លើយខ្លាំងណាស់វាផ្កើនវាឆ្លើយខ្លាំងមែនតើដល់ពេលហើយគ្រូដែលគាត់មកជុំគ្នាអញ្ចឹងណាគាត់មកដូចជាពេលហ្នឹងគឺមានហើយគ្រូម្នាក់ហ្នឹងហើយគាត់មកអញ្ចឹងទៅក៏គាត់និយាយថាចេះអូយតើប្រកាន់អីគេក្មេងហ្នឹងគ្នាដឹងអីគ្នាមានតែឆ្លើយមានតែអីមួយជាមួយយើងទេហើយយើងប្រកាន់ច្រើនម៉េះយើងមកពីខាងណាអីខាងណាកុំប្រកាន់ច្រើនមើលគ្នាក្មេងគ្នាអត់ទាន់ដឹងខ្យល់អីទេអញ្ចឹងមិនបាច់យកគ្នាទៅទេលៀមអញ្ចឹងឲ្យខ្មោចនឹងគេនិយាយថាអញ្ចឹងគេតបអញត្រូវតែយកវាទៅព្រោះអាហ្នឹងវាឆ្លើយជាមួយអញអញទុកវាទៀតទេអញនឹងយកវាទៅនៅជាមួយអញព្រោះថ្ងៃសំដីវាគឺខ្លាំងមែនតើហ្មងជាមួយអញវានិយាយចេញមកវាអត់ចេះគិតទេខ្មោចនឹងក៏គាត់តនិយាយហើយគ្រូក៏គាត់តទៅទៀតថាកុំប្រកាន់វាច្រើនពេកទៅគេនឹងសែនឲ្យគេនឹងធ្វើឲ្យគេនឹងឥឡូវយើងចង់បានអីគេនឹងធ្វើឲ្យតែដឹងមកយ៉ាងនេះទាំងគ្នាពេលហ្នឹងគឺខ្មោចហ្នឹងអត់មាននៅនិយាយអីតប៉ែជាមួយយើងច្រើនទេវារត់ទៅសម្លាប់ខ្លួនយកបងខ្ញុំទៅរត់សម្លាប់ខ្លួនហ្មងដូចថាបុកអីឡើងឈាមជើងហ្មងពេលហ្នឹងគឺពូខ្ញុំហើយអ្នកភូមិម៉ាអ្នកគឺគាត់មកចាប់បងខ្ញុំចាប់អត់ជាប់អ្នកទាំងគ្នាដឹងស្រាប់តែខ្មោចចូលដូចកំរោលចឹងអ្នកខ្លះចឹងទៅក៏កំរោលចូលហើយសម្រាប់ខ្លួនអាហ្នឹងវគ្គដែលប្រមោលចូលសម្រាប់ខ្លួនខ្ញុំនឹងនិយាយនៅភាគក្រោយទៀតភាគ4ចឹងនេះខ្ញុំនិយាយបងខ្ញុំដល់ពេលហើយចឹងទៅចាប់អត់ជាប់ទេដេញចាប់ពីថារត់ទៅឆ្ងាយខ្លាំងមែនតែនហ្មងគឺចាប់អត់ជាប់ទេកម្លាំងខ្លាំងមែនតែនពេលហ្នឹងតែពេលឲ្យចាប់ជាប់ដាក់លើខែត្រហើយដឹងស្រាប់ពូខ្ញុំមានទាំងធំដែរហើយបងខ្ញុំប្រហែលអ្នកហើយអ្នកចិត្តខាងទៀតចូលប្រហែលជា10អ្នកចាប់អត់ឈ្នះទេពេលហ្នឹងតម្រាំតែចាប់ឈ្នះហ្នឹងក៏យកបងខ្ញុំមកដាក់លើខែហើយក៏សូត្រមុនច្រោយទឹកហើយចងដៃចងជើងជាមួយខែហើយតមករបៀបថាចេះដូចក្នុងរឿងអញ្ចឹងវារបៀបថាវាធ្វើរបៀបថាធ្វើដូចខ្លួនឯងហ្នឹងដូចខ្មោចចេញអញ្ចឹងវាថាចេះខ្ញុំកើតអីគេលែខ្ញុំមានធ្វើអីណាខ្ញុំស្លូតហ្នឹងខ្ញុំមានតែធ្វើអីណាដល់ពេលហើយអញ្ចឹងទៅកលងជឺវាមានណាវាអំបុកឡើងដាច់ខ្សែរត់ទៅទៀតហ្មងរហូតដល់អ្នកភូមិគាត់ចាប់មកទៀតដល់ពេលហើយសូត្រថាវាចង់បានអីគេសែនចង់បានគេក៏វានិយាយសម្រាប់សរួមួយយើងអីអញ្ចឹងណាហើយក៏កូនសិស្សដែលត្រូវជាគ្រូប្រចាំផ្ទះរបស់ខ្ញុំហ្នឹងណាក៏គាត់ខ្ញុំទេអ្នកផ្ទះខ្ញុំគាត់ខលទៅលោកគ្រូហ្នឹងថាត្រូវធ្វើអីគេខ្លះឲ្យកូនសិស្សគាត់ធ្វើរៀបឲ្យអញ្ចឹងណាដល់ពេលហើយអញ្ចឹងទៅគ្មានណាគេដេកលក់ទេហើយពេលហ្នឹងគឺក្រែនៅក្រៅហើយអ្នកភូមិកាលហ្នឹងគឺជួយយកអាសាគ្នាខ្លាំងមែនតើមានរឿងអីក៏មកជុំគ្នាជួយគ្នាដែរម្នាក់ម្ដាយមួយជើងអីអញ្ចឹងណាហើយក៏យាមគាត់ទល់យប់អីអញ្ចឹងទៅរហូតទៅដល់សែនហើយអីហើយអញ្ចឹងទៅកលែងអីឲ្យបងខ្ញុំពេលខ្ញុំស៊ូគាត់ពេលអ្នកផ្ទះខ្ញុំស៊ូគាត់ថាយប់មិញកើតអីគេគឺគាត់អត់ដឹងអីទាំងអស់អញកើតអីគេអញមានកើតអីអញនៅតែអញតាគាត់និយាយអញ្ចឹងហ្មងអូខេអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេ
អរគុណសម្រាប់ការទស្សនាកុំភ្លេចជួយ subscribe YouTube ខ្ញុំហើយនិង Facebook TikTok ខ្ញុំម្នាក់មួយផងអូខេបាយបាយ